អ្នកស្ដាប់ជាទីរាប់អានប្រសិនបើលោកអ្នកមានបំណងចង់ចូលរួមចំណែកស្រាវជ្រាវជាមួយនឹងក្រុមការងារវិទ្យាសាស្ត្រកម្ពុជាអាចចូលរួមបានតាមរយៈគណនីខាងក្រោមនេះច្រើនខែថ្ងៃកន្លងផុតទៅហាក់ដូចជាយូរណាស់សម្រាប់ខ្ញុំគ្មានដំណឹងថានឹងដោះលែងអ្នកទោសសោះស្ងាត់ឈឹងអ្នកទោសទាំងអស់បាត់ក្តីសង្ឃឹមបាក់កម្លាំងគ្មានអ្វីបរិភោគក្រៅពីបបរគោកពីរវេចគត់ក្នុងមួយថ្ងៃចំនួនអ្នកឈឺកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទោសបានស្លាប់កាន់តែច្រើនឡើងរៀងរាល់ថ្ងៃអង្គការខ្មែរក្រហមព្រួយបារម្ភខ្លាំងខ្លាចអ្នកទោសមិនអាចធ្វើការតាមផែនការថ្នាក់លើកំណត់ឲ្យក៏បានធ្វើបទបញ្ជាថ្មីមួយទៀតអ្នកធ្វើពលកម្មបន្ថែមបបរកន្លះវែកម្នាក់ក្នុងមួយពេលដោយកាត់ពីរបបអ្នកឈឺកន្លះវែកមកវិញពេលនោះអ្នកដែលមានជំងឺស្រាប់ផងហើយកាត់បន្ថយរបបទៀតនោះបានស្លាប់ភ្លាមតបរដូវវស្សាបានមកដល់នៅចុងខែ7ឆ្នាំ1976ភ្លៀងបានចាប់ផ្ដើមធ្លាក់ខ្លាំងឡើងបាតប្រឡាយពោពេញទៅដោយទឹកអ្នកទោសទាំងអស់ត្រូវប្តូរការដ្ឋានទៅធ្វើការតាមវាលស្រែវិញត្រូវលើកទំនប់ទឹកខណ្ឌធ្វើស្រែប្រាំងនិងស្រែវស្សាទំហំ10គីឡូម៉ែត្រជុំវិញស្នាក់ការវត្តតាគោកការងារថ្មីនេះធូរស្រាលបន្តិចព្រោះយើងបានធ្វើការហាលវាលត្រូវខ្យល់មានម្លប់ជ្រកអ្នកទោសធ្វើពលកម្មអាចរកក្តាមរកខ្យងបានពេលសម្រាករីឯអ្នកទោសជាអតីតទាហានលន់នល់ក្រុមភ្ជួររាស់ដីដាំស្រូវត្រូវបង្ខំអូសនង្គ័លរនាស់ជំនួសសត្វគោក្របីលំបាកវេទនាខ្លាំងណាស់ហើយត្រូវអ្នកយាមខ្មែរក្រហមវាយនឹងខ្សែតីឬរំពាត់ផ្ដៅគ្មានត្រាប្រណីអ្នកទោសស៊ីសពខ្មោចអ្នកទោសដែលធ្លាក់ខ្លួនឈឺរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះគ្មានថ្នាំព្យាបាលគ្មានអ្នកថែទាំអ្នកជំងឺត្រូវប្រមូលផ្ដុំដាក់មួយកន្លែងទទួលបានតែទឹកបបររាវមួយវែកប៉ុណ្ណោះក្នុងមួយថ្ងៃអ្នកជំងឺខ្លះបានចងកសម្លាប់ខ្លួនអ្នកខ្លះទៀតបានព្យារត់ប៉ុន្តែទីបំផុតអ្នកទាំងអស់នោះត្រូវសម្លាប់ចោលទាំងអស់មានថ្ងៃមួយមានអ្នកទោសម្នាក់បានស្លាប់តាំងពីព្រលប់រងចាំពេលព្រឹកទើបយកទៅកប់ប៉ុន្តែពេលពិនិត្យសែងសពទៅកប់ស្រាប់តែបាត់ដៃទាំងពីរនិងជើងទាំងពីរសល់តែក្បាលនិងដងខ្លួនដំណឹងនេះឮដល់អង្គការធ្វើការស្រាវជ្រាវភ្លាមទើបដឹងថាអ្នកទោសដូចគ្នាស៊ីសាច់សពអ្នកទោសក្នុងចំណោមអ្នកទោសមានជំងឺដែលឃ្លានពេកនាំគ្នាខំហែកស៊ីឆៅសាច់សពនៅសល់តែគ្រោងឆ្អឹងប៉ុណ្ណោះថ្ងៃក្រោយមកអ្នកស្លាប់ត្រូវសែងមកទុកនៅខាងក្រៅគុកទាំងអស់រងចាំអ្នកយាមខ្មែរក្រហមពិនិត្យរួចទើបអាចយកទៅកប់បានជំងឺរាតត្បាតចាប់ពីខែ6ដល់ខែ10ប្រទេសកម្ពុជាពេលនោះជារដូវភ្លៀងធ្លាក់ខ្លាំងដោយសារការកប់សាកសពរយៈពេកមិនបានត្រឹមត្រូវធ្វើឲ្យសាកសពហាមប៉ោងអណ្ដែតមកលើដីដង្កូវចោះសត្វរុយក្បាលខៀវកើនឡើងប្រងព្រាតការបន្ទោបង់និងភាពកខ្វក់ក្នុងគុកនិងសំណើមទឹកភ្លៀងដកបង្កើតបានទៅជាមេរោគនិងមូសយ៉ាងខ្លាំង
សត្វរុយហើរចំរោមមនុស្សដូចជាសត្វឃ្មុំហើរចូលមាត់ច្រមុះមិនអាចទ្រាំបានឡើយការផឹកទឹកឆៅគ្មានអនាម័យកើតជំងឺរាគរូសឆ្លងពីម្នាក់ទៅម្នាក់ទៀតស្លាប់ជាបន្តបន្ទាប់សភាពការជីវិតនាពេលនោះផុយស្រួយស្លាប់ណាស់ធ្វើឲ្យខ្ញុំភ័យព្រួយត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងខ្ញុំត្រូវយកចិត្តទុកដាក់ប្រធានក្រុមប្រធានកងនិងប្រធានចុងភៅបន្ថែមទៀតដោយធ្វើការច្របាច់ដៃច្របាច់ជើងគាត់ជារៀងរាល់ថ្ងៃពេលយប់សម្រាកពីការធ្វើពលកម្មគ្រប់គ្នាខ្ញុំត្រូវបានអ្នកទាំងនោះអាណិតលួចបន្ថែមរបបបរក្រៅខ្លះដូចជាអាចដាំទឹកក្តៅឬអាចជួយដួសទឹកបបរដែលគេស្រង់ចេញចោលទុកក្នុងកូនកំសៀវរៀងរាល់ព្រឹកនិងរៀងរាល់ល្ងាចឲ្យខ្ញុំពេលយប់ខ្ញុំត្រូវដេកចងមុងយ៉ាងទាបបំផុតការពារមូសខាំដោយសារមានទឹកពពុះបបរនិងទឹកហូបមានអនាម័យមកដល់ថ្ងៃនេះសុខភាពខ្ញុំបានល្អនៅឡើយប៉ុន្តែការឃ្លាននិងការភ័យខ្លាចនៅមានគ្រប់ពេលវេលាព្រោះអង្គការត្រូវសម្រិតសម្រាំងអ្នកទោសទាំងអស់ដោយឡែកពីគ្នាមកដល់ពេលនេះមានអ្នកជំងឺល្មមមិនត្រូវចាត់ទុកឲ្យស្លាប់ដូចមុនទៀតទេត្រូវយកចេញទៅដេកសម្រាកនៅក្នុងពេទ្យធំទាំងអស់ទុកក៏មិនចំណេញដកចេញក៏មិនខាតត្រូវកំទេចចោលទាំងអស់ដោយអ្នកទោសបាក់កម្លាំងនឹងត្រូវបង្ខំចិត្តទៅធ្វើការទាំងឈឺដើរត្រេតត្រោតព្រោះខ្លាចខ្មែរក្រហមសម្លាប់ទាំងរស់មិនអាចរងចាំថ្ងៃអវសាននៃជីវិតចុងក្រោយរបស់ខ្លួនបានតាមពិតពួកអង្គការខ្មែរក្រហមកំពុងខ្លាចស្លាប់ពីជំងឺឆ្លងនេះដែរប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកដោយសារតែមេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងជាបន្តបន្ទាប់នោះធ្វើឲ្យសត្វរុយនិងមេរោគចង្រៃផ្សេងទៀតបានងាប់រសាត់តាមទឹកអស់ទៅទេវតាពិតជាមានភ្នែកហើយបានជួយយើងឲ្យរស់បានម្ដងទៀតមែនដោយសារគ្មានអ្វីបរិភោគគ្មានជាតិស្ករឬអំបិលពេលអ្នកទោសមានមុតឬរបួសគ្មានលទ្ធភាពជាសះស្បើយឡើយឡើងដំបៅនិងរីកហើមប៉ោងរលេះរលួយរហូតដល់ស្លាប់តែម្ដងខ្ញុំឧស្សាហ៍យកផេះចង្ក្រានហាលថ្ងៃឲ្យស្ងួតរួចយកទឹកដាំពុះលីច្រោះក្នុងដបផឹកតិចជាប្រចាំជំនួយអំបិលរីឯស្លឹកកំប្លោកនិងស្លឹកអំពិលគឺជាបន្លែប្រចាំថ្ងៃរបស់ខ្ញុំសត្វក្អែបកូនក្អាត់តលនតនសត្វកណ្ដៀសត្វអង្ក្រងស្រមោចសត្វចង្រិតបង្គួយថ្លែនលាក់ត្រូវបានខ្ញុំចាប់ស៊ីទាំងអស់ឲ្យតែមានឱកាសឆ្ងាយពីភ្នែកអ្នកយាមសន្តិសុខខ្មែរក្រហមការងារកាន់តែលំបាកការបង្អត់អាហារកាន់តែខ្លាំងការរងចាំថ្ងៃអង្គការដោះលែងគ្មានសង្ឃឹមជីវិតអ្នកទោសហាក់ដូចជារងចាំតែការស្លាប់ការប្រើអំពើឃោឃៅពីពួកអ្នកយាមខ្មែរក្រហមកាន់តែព្រៃផ្សៃវិវត្តគ្មានត្រាប្រណីត្រូវបាញ់សម្លាប់ចោលភ្លាមពេលអ្នកទោសតវ៉ាឬមានកំហុសមិនគោរពវិន័យអង្គការលាក់អ្នកទោសទាំងអស់គ្មានអាវពាក់ទេមានតែខោខ្លីឬខោជើងវែងរហែករយ៉ៃចងចង្កេះខោនឹងខ្សែធៀងថ្នោតមើលទៅដូចជាមិនមែនមនុស្សស្គមស្កត់ស្គមសល់តែឆ្អឹងក្បាលជង្គង់ចង់ធំជាងក្បាលហើមមុខនិងហើមជើងប៉ោងពោះប្រេះចេញទឹករងីមកខាងក្រៅរុយតាមរោមពី3ថ្ងៃក្រោយមកអ្នកទោសទាំងនោះក៏ដាច់ខ្យល់ស្លាប់ទៅថ្ងៃមួយខ្ញុំត្រូវមុតរបួសត្រង់ខ្មងជើងស្ដាំនិងប៉ោតរែកទឹកពេលទៅដងទឹកស្រះទុកឲ្យចុងភៅដាំបបររអិលដួលពេលភ្លៀងយប់ងងឹតឈាមហូរជាខ្លាំងប៉ុន្តែសំណាងបានចុងភៅជួយលាងទឹកអំបិលជារៀងរាល់ថ្ងៃឲ្យ6ថ្ងៃក្រោយមកជើងស្ដាំរបួសឡើងហើមមិនអាចដើររួចកាលនោះខ្ញុំគិតថាជីវិតខ្ញុំពិតជាស្លាប់ហើយប៉ុន្តែអំពើល្អកាលពីពេលមុនការធ្វើសរសៃនិងការជួយសង្គ្រោះអ្នកដទៃដល់អ្នកយាមខ្មែរក្រហមម្នាក់កាលទាហាននោះមានរបួសក្រិចក្បាលជង្គង់ខ្ញុំបានជួយធ្វើសរសៃតម្រង់ឆ្អឹងឡើងវិញហើយទាហានខ្មែរក្រហមនោះបានរាយការណ៍ប្រាប់មេគុកខ្មែរក្រហមបន្ទាប់មកខ្មែរក្រហមនោះបានលួចឲ្យថ្នាំខ្ញុំលេបចំនួន10គ្រាប់រយៈពេល10ថ្ងៃក៏បានជាសះស្បើយបន្តិចម្ដង
ជើងបានប្រែពណ៌ពីខ្មៅមកក្រហមវិញទឹកដោះម្ដាយថ្លៃកូនត្រូវតែរស់ដំបៅបានស្រកហើមហើយចេញខ្ទុះខួរអណ្ដែងមានលាយឈាមតិចខ្ញុំខិតខំច្របាច់ខ្ទុះចេញឲ្យអស់លាងសម្អាតជាមួយនឹងទឹកក្តៅជាមួយអំបិលរៀងរាល់ថ្ងៃរហូតបានជាសះស្បើយមែនទែនពេលនោះអ្នកទោសមួយណាក៏ទាយថាខ្ញុំពិតជាស្លាប់ប្រកបអ្នកទោសខ្លះបានមកសុំខោអាវមុងភួយខ្ញុំបណ្ដាផងខ្ញុំត្រូវទុកតើខ្ញុំត្រូវទុកធ្វើអ្វីទៀតបើគង់តែស្លាប់ដដែលនោះអអនិច្ចាសង្ខាររបស់ខ្ញុំអើយទោសប្រហារជីវិតរៀងរាល់ព្រឹកព្រលឹមនិងព្រលប់ពេលល្ងាចអ្នកទោសទាំងអស់ត្រូវមកប្រជុំជួរហៅឈ្មោះនិងធ្វើរបាយការណ៍ជូនអង្គការជាទៀងទាត់ក្រុមពួកនីមួយៗត្រូវដឹងអំពីសមាជិករបស់ខ្លួននិងទទួលខុសត្រូវចំពោះមុខអង្គការពេលយប់ថ្ងៃទី10ខែ8ឆ្នាំ1976មានអ្នកទោសចំនួន6នាក់បានគេចមិនមកប្រជុំជួរដោយប្រាប់ថាឈឺមកមិនរួចតែតាមពិតអ្នកជំងឺទាំង6នោះបានលួចរត់ស្ងាត់ជីកដីលូនក្រាបរបស់បន្លាចេញទៅបាត់តាំងពីមុនប្រជុំជួរមកម្លេះយប់នោះទាហានខ្មែរក្រហមឆ្លេឆ្លាប្រកាសរកអ្នកទោសដែលរត់បាត់នោះរហូតដល់ម៉ោង9យប់ទៅគេឮសូរតាកញ្ចែនិងស្នូលវាជូងតាមភូមិពីភូមិមួយទៅភូមិមួយទៀតប្រកាសអាសន្នអ្នកសាយអ្នកទោសទាំងអស់អង្គុយមួយកន្លែងជុំគ្នានៅស្ងៀមហាមដើរចល័តចុះឡើងជាដាច់ខាតអ្នកទោសណាមិនគោរពបញ្ជាត្រូវប្រហារជីវិតភ្លាមអ្នកទោស6នាក់ដែលលួចរត់នោះសុទ្ធតែជាអតីតទាហានសម័យសាធារណរដ្ឋខ្មែរម្នាក់ត្រូវអង្គុយបែកគ្នាហាមជំនុំគ្នាជាដាច់ខាតខ្ញុំគិតថាការរត់នៅពេលនេះមិនអាចទៅរួចទេព្រោះគ្មានស្បៀងទីតាំងគុកវត្តតាគោកស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជាវៀតណាមខ្លាំងណាស់ទឹកដីខេត្តព្រៃវែងគ្មានព្រៃឈើដើមឈើធំក្រាស់គួរឲ្យសំងំលាក់ខ្លួនបានទេពីព្រោះវាលស្រែទើបតែភ្ជួរនិងដកស្ទូងល្វឹងល្វើយដាច់កន្ទុយភ្នែកប៉ុន្តែបើដល់រដូវស្រូវទុំវិញប្រហែលជារត់បានព្រោះយើងមានស្បៀងស្រូវទុំពេញវាលស្រែអាចរត់កាត់លាក់ខ្លួននឹងស្រូវខ្ពស់បាននឹកចុះនឹកឡើងបណ្ដោយតាមព្រេងវាសនាទៅចុះមានអ្នកទោសខ្លះគិតថានៅក៏ស្លាប់រត់ទៅក៏ស្លាប់ប៉ុន្តែយើងត្រូវប្រថុយម្នាក់ក្នុងគំនិតគិតតែលួចរត់តាមមធ្យោបាយផ្សេងថ្ងៃបន្ទាប់អង្គការខ្មែរក្រហមបានបន្ថែមកម្លាំងអ្នកយាមការពារអ្នកទោសច្រើនជាងមុននិងធ្វើការប្រជុំពង្រឹងសតិអារម្មណ៍ដល់អ្នកទោសខ្លាំងជាងមុនព្រមជាងធ្វើការតាមដានពេលយប់និងពេលថ្ងៃគ្រប់ពេលវេលាចំពោះរូបខ្ញុំខិតខំធ្វើពលកម្មគ្មានជជែកឬនិយាយលេងមិនបានការអ្វីទាំងអស់និយាយសរសើរតែអង្គការមាគ៌ាភ្លឺថ្លាបដិវត្តក្រហមឆ្អិនឆ្អៅហើយអង្គការមានគុណលើយើងទាំងអស់គ្នាតែប៉ុណ្ណោះអារម្មណ៍ក្នុងចិត្តគិតថាបើខ្ញុំមានវាសនាទឹកដោះម្ដាយថ្លៃមែននោះសូមឲ្យកូនរស់ដល់ថ្ងៃស្អែកនិងរហូតដល់ថ្ងៃអង្គការត្រូវបានដោះលែងព្រលប់ថ្ងៃទី1ថ្ងៃទី12ខែ8ឆ្នាំ1976ខ្មែរក្រហមបានប្រជុំប្រាប់ថាអ្នកទោស6នាក់បានលួចរត់កាលពីយប់មុននោះប្រជាជនបដិវត្តកម្ពុជាបានកំទេចអស់ហើយនរណាហ៊ានលូកដៃត្រូវដាច់ដៃលូកជើងត្រូវដាច់ជើងកងប្រវត្តិសាស្ត្របដិវត្តកំទេចទាំងអស់ជីកស្មៅត្រូវជីកទាំងរឹសជនណាមិនស្មោះត្រង់បដិវត្តត្រូវកំទេចចោលអ្នកទោសដែលរត់នោះត្រូវចាប់បានហើយត្រូវបានសារភាពអស់ហើយមានអ្នកផ្សំគំនិតលួចលាក់កំបាំងខ្មាំងរបស់អង្គការនោះត្រូវតែមានទោសដូចគ្នាអ្នកទោសម្នាក់ភ័យតែមិនហ៊ានដកដង្ហើមឬងើបមុខឡើងមិនដឹងអង្គការចង្អុលមុខអ្នកទោសមួយណាជាអ្នកក្បត់ពិតប្រាកដភ្លាមនោះទាហានខ្មែរក្រហមបានបណ្ដាអ្នកទោស6នាក់មកចងដៃនៅក្រោយក្បាល
ភ្លាមនោះទីហ៊ានខ្មែរក្រហមបានបណ្ដាអ្នកទោសចំនួន6នាក់មកដោយចងដៃទៅក្រោយក្បាលត្រងោលមុនដំបូងយើងស្មានតែអ្នកទោសទាំង6នាក់បានលួចរត់តាមពិតជាអ្នកទោសផ្សេងទៀតគ្រាន់តែជាប់ខ្សែស្រឡាយត្រកូលជាមួយគ្នានឹងអ្នកទោស6នាក់ដែលបានរត់មុនប៉ុណ្ណោះមិត្តផលប្រធានគុកប្រចាំស្នាក់ការវត្តគុកបានមានមតិថាជនដែលកំពុងជាប់ចំណងនេះគឺជាខ្មាំងជាប់ខ្សែរយៈប្រឆាំងនឹងអង្គការត្រូវតុលាការប្រជាជនបដិវត្តន៍កម្ពុជាកាត់ទោសប្រហារជីវិតជាចំហក្នុងពេលនេះមានតែ6នាក់ប៉ុន្តែនឹងមានតទៅទៀតបើអង្គការស៊ើបអង្កេតឃើញនឹងត្រូវធ្វើទរណកម្មដូចគ្នាមិត្តទុយជាអនុប្រធានគុកទទួលបន្ទុកសន្តិសុខបានអូសអ្នកទោសទាំង6នាក់ឲ្យអង្គុយលុតជង្គង់ចុះមុខអ្នកទោសទាំងអស់គ្នាមានទាហានខ្មែរក្រហមឈរកាន់កំភ្លើងប្រុងប្រយ័ត្នពត់ពីក្រោយក្រោមដើមចន្ទគិរីមួយយ៉ាងធំអ្នកទោសប្រហារជីវិតទាំង6នាក់ត្រូវព្យួរជើងឡើងលើក្បាលចុះក្រោមស្លាកខ្យល់ហូរឈាមតាមច្រមុះស្រែកទ្រហោយំរកម៉ែរកឪកន្ត្រាក់ដៃនិងញ័រក្បាលយល់តេកតោកខ្មែរក្រហមម្នាក់ឈ្មោះមិត្តផុងមានតួនាទីជាប្រធានក្រុមយាមអ្នកទោសដើររបាំងពីរជើងពិការត្រូវគ្របកំភ្លើងកាលពីពេលមានសង្គ្រាមអ្នកទោសដាក់ងារថាជាព្រះអង្គម្ចាស់ពេលសន្តិសុខម្នាក់នេះចិត្តកាចសាហាវណាស់ជាជនដាច់ខាតគ្មានមេត្តាដៃកាន់ដំបងធ្វើជាឈើច្រត់មានស្ពាយកំភ្លើងលើស្មាបានដើរមកជិតអ្នកទោសទាំង6នាក់ហើយយកដំបងឈើច្រត់នេះវាយក្បាលអ្នកទោសដែលកំពុងតែព្យួរជើងឡើងលើឮសូរភូសម្នាក់ហើយម្នាក់ទៀតរហូតដល់អ្នកទោសប្រកាច់ស្លាប់ទាំងអស់គ្នាមានអ្នកទោសខ្លះនៅកម្រើកមិនទាន់ស្លាប់ភ្លាមទេត្រូវបានមិត្តទុយវាយបន្ថែមរហូតលែងកម្រើកបន្តមកអ្នកទោសនៅក្នុងក្រុមនៃសពនីមួយៗត្រូវសែងយកទៅកប់ទាំងយប់ភ្លាមនៅខាងក្រៅវត្តក្នុងថ្លុកតាសេកដែលខ្មែរក្រហមបានឲ្យអ្នកទោសជីករៀបចំទុករួចជាស្រេចកាលពីពេលថ្ងៃត្រង់មកម្លេះក្រោយពីប្រហារជីវិតអ្នកទោសរួចអ្នកទោសម្នាក់បាក់ស្មារតីគិតតែខំប្រឹងធ្វើការយ៉ាងស្ងៀមស្ងាត់រហូតដល់ដង្ហើមចុងក្រោយយើងទាំងអស់គ្នាសូមបួងសួងឲ្យយើងស្លាប់តាមយថាកម្មចុះកុំឲ្យស្លាប់ដោយការប្រហារជីវិតរបៀបនេះវេទនាខ្លាំងណាស់មុនដាច់ខ្យល់ស្លាប់ក្រោយមកឮថានៅទីស្នាក់ការគុកផ្សេងទៀតមានអ្នកទោសបះបោរទម្លាយគុករត់ដល់ប្រទេសវៀតណាមខ្លះប៉ុន្តែអ្នកទោសទាំងនោះគ្មានវាសនារស់ជីវិតទេត្រូវបានប្រទេសវៀតណាមចាប់យកមកវិញដូរនឹងត្រីបង្កងខ្មែរក្រហមរួចហើយខ្មែរក្រហមស្រាវជ្រាវសម្លាប់អ្នកទោសនោះទាំងពូជតាមជំរំនឹងគុកនីមួយៗមានភាពវឹកវរដូចជាការជំងឺគ្រប់ប្រភេទអង្គការខ្វះអង្គគ្រប់គង់រីឯអ្នកធ្លាក់ខ្លួនឈឺកើនឡើងហើយបានស្លាប់ជាបន្តបន្ទាប់រៀងរាល់ម៉ោងរៀងរាល់ថ្ងៃអ្នកទោសសែងកប់មិនឈប់ពេលខ្លះរហូតដល់10នាក់ទើបសែងកប់ម្ដងក៏មានអ្នកទោសដែលនៅរស់ក៏បាក់កម្លាំងធ្វើការគ្មានប្រសិទ្ធភាពដូច្នេះអង្គការត្រូវរំសាយគុកមួយចំនួនបញ្ចូលជាមួយគុកផ្សេងទៀតចាប់ពីពេលនេះតទៅអង្គការអស់ស្បៀងហើយអង្គការត្រូវបញ្ជូនអ្នកទោសទៅដឹកជញ្ជូនស្រូវនៅឆ្ងាយមកផ្គត់ផ្គង់ដែលស្រូវនេះបានមកពីអ្នកទោសដូចគ្នាដែលបានបង្កើនផលនៅវាលបឹងក្រោមទំនប់ពោបូរីជិតព្រំដែនប្រទេសវៀតណាម
គុកធំឲ្យខ្ញុំទឹកភ្នែកឃើញតែក្តីសោកសង្វែកស្រែកប្រាប់លោកការឿងរាយទីរុនឆ្លាក់ក្នុងសាវតាខ្មែររលត់សង្ខារយ៉ាងសែនវេទនាខ្សែតីពូថៅច្រវាក់ក្នុងគ្នាឈាមប្រឡាក់ជញ្ជាំងគួរឲ្យខ្លោចផ្សារូបថតបោះតាងតំណាងសត្យាគ្មានក្តីករុណាដល់ខ្មែរស្លូតត្រង់អនិស្សិតបញ្ញវន្តអ្នកបានស្លាប់ទៅស្លាប់ទាំងសោកសៅអយុត្តិធម៌ឃើញច្បាស់មិនសូនល្បីពេញលោកាពលពតឫស្យាប្រឡ័យពូជសាសន៍ទូលស្លែងរឿងពិតរឿងមហារន្ធត់ឃាតកម្មរបស់បនក្បត់ខ្មែរអើយត្រូវចាំរាំងសាជាតិយើងឲ្យបានរឹងមាំគឺជាបណ្ដាំបណ្ដាំទួលស្លែងអនិស្សិតបញ្ញវន្តអ្នកបានស្លាប់ទៅស្លាប់ទាំងសោកសៅអយុត្តិធម៌ឃើញច្បាស់មិនសូនល្បីពេញលោកាពលពតឫស្យាប្រឡ័យពូជសាសន៍ទូលស្លែងរឿងពិតរឿងមហារន្ធត់ឃាតកម្មរបស់បនក្បត់ខ្មែរអើយត្រូវចាំរាំងសាជាតិយើងឲ្យបានរឹងមាំគឺជាបណ្ដាបណ្ដាំទួល